បងប្អូនម៉ូរៀងយឺតប៉ុន្តែចង់ឲ្យច្បាស់តើពិតទេដែលកាហ្វេក្រុមហ៊ុនងងជាកាហ្វេคล้ายคล้ายហើយមួយទៀតបងប្អូនចំពោះកាហ្វេដែលប្រទេសវៀតណាមចាប់បានថ្ងៃមុនថាជាកាហ្វេคล้ายคล้ายមិនមែនជាកាហ្វេកញ្ចប់ទេគឺជាកាហ្វេប្រភេទគីឡូសម្រាប់យកទៅឆុងហ្វីនហើយនេះគឺជារូបភាពបងប្អូនស្តុបមើលបើសិនជាឃើញសង្ស័យស្តៀងអីបងប្អូនកុំទិញឲ្យសោះដោយសារតែកាហ្វេហ្នឹងគឺមានសារធាតុគីមីកម្រិតខ្ពស់ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរមែនទែនជាទូទៅបងប្អូននៅប្រទេសវៀតណាមអាសាចាប់បានមែនទែនកាហ្វេលក្ខណៈរបៀបឆុងជាហ្វីនគេដាក់1គីឡូលក់ចេញទៅកាន់ទីផ្សារហ្នឹងបងប្អូនអាសាចាប់បានគឺលក្ខណៈមិនមែនជារោងចក្រទេគឺខ្នាតសិប្បកម្មផលិតតាមផ្ទះខ្នាតទូចល្មមអញ្ចឹងភាគច្រើនគឺអាសាចាប់បានតែបើចំពោះកាហ្វេកញ្ចប់មួយគឺអត់សូវមានទេកាហ្វេកញ្ចប់អត់សូវមានទេប៉ុន្តែរូបភាពដែលប្រទេសវៀតណាមផ្សាយបងប្អូនប្រយ័ត្នច្រឡំគឺជារូបភាពនៅប្រទេសថៃទេដោយប្រទេសវៀតណាមផ្សាយថាប្រទេសថៃរកឃើញកាហ្វេ Nestle ដែលផលិតคล้ายចំនួន300000កញ្ចប់ហ្នឹងហើយដោយប្រទេសមន្ត្រីខាងប្រទេសថៃហ្នឹងចុះចាប់បានអញ្ចឹងបងប្អូនដឹងហើយកាហ្វេ Nestle គឺល្បីណាកន្លងមកប្រទេសកម្ពុជាយើងអត់ទាន់មានចំនួនព្រំដែនមួយប្រទេសវៀតណាមគឺភាគច្រើនប្រជាជនយើងនិយមហូបកាហ្វេកញ្ចប់ Nestle brand របស់ថៃហើយបងប្អូនមើលលេងវាយសិតតែคล้ายហ្នឹងអញ្ចឹងពីមុនកន្លងមកយើងដឹងផឹកប៉ះคล้ายដែរឬទេយើងអត់ដឹងទេប៉ុន្តែបងប្អូនគួរតែប្រយ័ត្នដោយសារកាហ្វេ Nestle ភាគច្រើនជាកាហ្វេមួយដែលពេញនិយមហើយសម្បូរអ្នកលក់ផលិតคล้ายណាស់បងប្អូនគួរតែចេះរបៀបមើលតើកាហ្វេ Nestle ពិតឬក៏คล้ายគេមើលយ៉ាងម៉េចមុននឹងទិញហូបមកដល់កាហ្វេងងតើពិតអត់បងប្អូនដែលកាហ្វេងងคล้ายសម្រាប់ខ្ញុំចង់និយាយចេះបងប្អូនកាហ្វេងងគឺជាកាហ្វេដែលមិនមែនផលិតតាមផ្ទះសិល្បកម្មទូតាចតាមផ្ទះទេគឺជាលក្ខណៈរោងចក្រធំហើយមានច្រើនសាខាហើយឈរជើងជាច្រើនឆ្នាំមែនទែនហើយកាហ្វេងងគឺមាន2ម៉ូតបងប្អូននេះហើយជាទូទៅប្រជាជនវៀតណាមនិយមប្រើពណ៌នេះពណ៌ហ្នឹងមានន័យថាទឹកដោះគោទឹកដោះគោច្រើនជាងកាហ្វេហើយពណ៌ខ្មៅកាហ្វេច្រើនជាងទឹកដោះគោហើយអានេះមិនមែនក្រុមហ៊ុនងងទេហើយភាគច្រើនប្រជាជនវៀតណាមនេះឈរលេខ2នេះគឺប្រើនេះអាហ្នឹងក៏ល្បីដែរតែល្បីខ្លាំងជាងគេគឺក្រុមហ៊ុនកាហ្វេងងហើយបងប្អូនក្រុមហ៊ុនកាហ្វេងងបងប្អូននេះបងប្អូនមើលកញ្ចប់ខាងមុខវាបងប្អូនគឺអានេះសេរីចាស់វាមាន3 in 1នៅគៀនអានេះផលិតខែ11ដល់ខែ11 2025នេះសេរីចាស់គឺវាមាន QR ចេះបសេរីថ្មីវាគឺ Qហើយមាន classical ហើយ3 in 1នៅកដាគឺជាតម្រងថ្មីពណ៌ខ្មៅក៏ដោយបងប្អូនតម្រងថ្មីវាគឺ3 in 1នៅកដាហើយមាន classical ហើយនៅខាងនេះខាងគៀនវានេះបងប្អូនថ្ងៃខែផលិតនេះសេរីខែ12ហ្នឹងភាគច្រើនគឺវាមាននេះត្រានៅលើថ្ងៃខែផលិតហ្នឹងទៀតហើយវាមាន QR អញ្ចឹងណាសម្រាប់បងប្អូនដែលគាត់ប្រើប្រាស់កាហ្វេងងដែលមានកញ្ចប់កាហ្វេងងនៅក្នុងដៃបងប្អូនសាកយកមកមើលខ្ញុំនឹងតម្លាក់រូបនៅខាងក្រោម comment បងប្អូនអាចចូលមើលក្រោម comment តើប្រៀបធៀបមើលបងប្អូនរវាងកញ្ចប់កាហ្វេដែលគេយកទៅលក់នៅក្នុងប្រទេសកម្ពុជាយើងដោយកញ្ចប់ស៊ីនគេដែលគេលក់នៅក្នុងប្រទេសរបស់គេដែរឬទេតើមានលក្ខណៈខុសគ្នាបែបណាហើយចំពោះកាហ្វេងងបងប្អូននេះគឺជារោងចក្រហើយរោងចក្រមិនមែនមានតែមួយទីតាំងហ្នឹងទេគឺមានច្រើនមែនទែនដោយសារតែកាហ្វេងងគឺឈរលំដាប់លេខ1ហើយនៅប្រទេសវៀតណាមដែលប្រជាជនវៀតណាមនិយមប្រើប្រាស់ហើយស្តង់ដារនៃការផលិតគឺលំដាប់អន្តរជាតិបងប្អូនដែលខ្ញុំចង់ចែករំលែកបងប្អូននោះអ្វីដែលបងប្អូនត្រូវប្រយ័ត្នគឺកាហ្វេឆុងហ្វីនដោយសារឯនៅប្រទេសវៀតណាមរឿងកាហ្វេកញ្ចប់คล้ายអត់សូវមានទេអាសាចាប់បានគឺកាហ្វេលក្ខណៈឆុងហ្វីនណាបងប្អូនយកទៅលក់នៅតាមទីផ្សារហ្នឹងអញ្ចឹងយើងមើលអត់ដឹងទេហើយចាប់បានរដងដឹកទាំងឡានរាប់តោនបងប្អូនអត់ដឹងថាដឹកទៅទិសណាទេយើងអត់ដឹងអញ្ចឹងអ្វីដែលបងប្អូនគួរចំណាំមើលខ្ញុំចែករំលែកដោយសារខ្ញុំជាមនុស្សម្នាក់ចូលចិត្តផឹកកាហ្វេដើរភ្លក់កាហ្វេហើយរឿងកាហ្វេខ្ញុំក៏មានការយល់ដឹងច្រើនដោយសារខ្ញុំចូលចិត្តផឹកចូលចិត្តភ្លក់ហ្នឹងហើយបងប្អូនចំពោះកាហ្វេឆុងហ្វីនណាបងប្អូនទៅទិញកន្លែងណាឃើញទឹកឡើងល្អឡើងខ្មៅក្រឹបវាយទឹកដោះគោនៅល្អដូចភក់ហ្នឹងហើយជាកាហ្វេដែលគីមីកាហ្វេគ្រោះថ្នាក់ដែលបងប្អូនមិនគួរហូបដាច់ខាតទី2បងប្អូនអ្វីដែលខ្ញុំចង់ឲ្យបងប្អូនអាសាថោបដែលប្រកាសថាជាកាហ្វេល្អ 100% គឺកាហ្វេម៉ាស៊ីនគេហៅថាកាហ្វេឆុងម៉ាស៊ីនណាយើងឈរមើលយើងទៅទិញឃើញគ្រាប់កាហ្វេហើយអ្នកលក់កិនភ្លាមថ្មីឲ្យយើងហូបហ្នឹងហើយ 100% មិនថាមកពីប្រទេសណាទេគឺល្អហើយបើសិនជាបងប្អូនចង់ទិញកាហ្វេលក្ខណៈយកទៅឆុងតាមផ្ទះហូបខ្លួនឯងបងប្អូនគួរតែទៅទិញកាហ្វេគ្រាប់ហើយឈរមើលគេព្រោះនៅវៀតណាមមានរបៀបអ្នកលក់អញ្ចឹងខ្ញុំទៅទិញកាហ្វេឆុងមកហូបនៅផ្ទះខ្លួនឯងគឺខ្ញុំទៅទិញអញ្ចឹងបងប្អូនគឺយើងទៅទិញជាលក្ខណៈគ្រាប់ហើយឲ្យគេកិនឲ្យយើងឲ្យម៉ត់ហើយយើងឈរមើលយើងប្រកាសក្នុងចិត្តថាកាហ្វេហ្នឹងគឺច្បាស់ 100% ជាកាហ្វេគ្រាប់ប៉ុន្តែយើងកិនឲ្យម៉ត់ដើម្បីយើងយកមកឆុងហូបនៅក្នុងផ្ទះខ្លួនឯងនៅពេលដែលយើងអត់មានម៉ាស៊ីនប៉ុន្តែយើងឆុងហ្វីនណាខ្លួនឯងហូបហើយចំពោះកាហ្វេកញ្ចប់បងប្អូនបើសិនជាយូរយើងហូបម្ដងបានឬក៏ពេលចាំបាច់ដែលយើងទៅទីកន្លែងណាឆ្ងាយអត់មានគេលក់កាហ្វេគឺយើងហូបទៅតែយើងមិនគួរហូបកាហ្វេកញ្ចប់រាល់ថ្ងៃទេគឺវាអត់សូវល្អប្រហែលទេមិនថាមកពីប្រទេសណាទេព្រោះដោយសារតែពាក្យថាកាហ្វេកញ្ចប់គឺតែងតែមានការរក្សាទុកឲ្យលាយច្រើនមុខហើយយើងអត់ដឹងគេលាយអីទេហ្នឹងហើយអញ្ចឹងកាហ្វេដែលល្អបំផុតគឺជាកាហ្វេគ្រាប់ដែលកិនភ្លាមហើយយើងយកមកហូបអាហ្នឹងហើយល្អបំផុតហើយបើបងប្អូនចង់ឆុងជាហ្វីនបងប្អូនទៅទិញជាគ្រាប់ឲ្យគេកិនឲ្យម៉ត់យកមកឆុងហ្វីនបើមិនជាបងប្អូនអត់មានម៉ាស៊ីន
ការហូបកាហ្វេបងប្អូននៅពេលដែលយើងទម្លាប់ហូបកាហ្វេដូចថាកាហ្វេសុទ្ធកាហ្វេល្អលក្ខណៈដូចកាហ្វេគ្រាប់អីហើយបងប្អូនទម្លាប់ងាកមកហូបកាហ្វេកញ្ចប់ខ្ញុំធានាថាបងប្អូនអត់ចេះហូបទេដូចខ្ញុំចឹងខ្ញុំអត់ដែរហូបកាហ្វេកញ្ចប់ទេហើយដូចកាហ្វេងងកញ្ចប់ហ្នឹងខ្ញុំទិញមកគឺសម្រាប់ទុកសែនជំនាញផ្ទះគឺខ្ញុំអត់ដែរហូបដាច់ខាតសូម្បីតែបងប្អូនស្រីខ្ញុំយកមកពីប្រទេសជប៉ុនដែរក៏ខ្ញុំអត់ចេះហូបហើយកាហ្វេបងប្អូនកាហ្វេគ្រាប់កាហ្វេសុទ្ធពេលដែលបងប្អូនហូបចំកាហ្វេល្អสนุกបត់ជើងទៀតสนุกបត់ជើងដូចខ្ញុំបងប្អូនកាហ្វេខ្ញុំផឹករើសណារើសហាងហើយរើសតូបណាមិនមែនសំខាន់លើថ្លៃថោកទេកាហ្វេពេលខ្លះកន្លែងខ្លះបងប្អូនថោកឯណាប៉ុន្តែគេលក់របស់សុទ្ធហ្នឹងហើយគេកិនម៉ត់កាហ្វេគ្រាប់ហើយគេយកមកឆុងហ្វីនណាផឹកទៅដូចកាហ្វេម៉ាស៊ីនដូចគ្នាអញ្ចឹងថ្ងៃហ្នឹងបងប្អូនពេលខ្ញុំឃើញគេអាសាចាប់បានកាហ្វេคล้ายៗចិត្តខ្ញុំចង់នាំកាហ្វេលក្ខណៈកាហ្វេគ្រាប់ហើយកិនឲ្យម៉ត់ហើយច្រកចូលកញ្ចប់យកទៅលក់ឲ្យបងប្អូនបានហូបកាហ្វេសុទ្ធតែដោយសារតែពេលខ្លះគឺខ្ញុំចេះតែរារែកអត់ហ៊ានលក់ចឹងអត់ចង់លក់ខ្លាចលក់ទៅវាអត់ដាច់អត់អីចឹងទៅអញ្ចឹងហើយចេះតែកម្រងខ្ញុំក្តីស្រមៃខ្ញុំដែលខ្ញុំស្រឡាញ់គឺខ្ញុំស្រឡាញ់អាជីពលក់កាហ្វេបងប្អូនហើយខ្ញុំចូលចិត្តដើរភ្លក់ណាហើយចំពោះការបកស្រាយវីដេអូកាហ្វេងងអីនេះបងប្អូនខ្ញុំមិនមែនមករយយុទ្ធធរឲ្យក្រុមហ៊ុនរោងចក្រកាហ្វេងងហ្នឹងទេគឺដើម្បីឲ្យបងប្អូនប្រជាជនខ្មែរយើងដែលគាត់កំពុងតែហូបនោះហើយដល់ពេលគេផ្ទុះថាកាហ្វេងងคล้ายពួកគាត់ភ័យហើយបងប្អូនខ្លះគាត់អ្នកលក់នោះគាត់នៅដេកអោបស្តុកគាត់ដឹកចូលច្រើនណាស់ដល់ពេលឮសូរថាកាហ្វេងងคล้ายគាត់លក់មិនចេញហើយកាហ្វេងងកន្លងមកគឺបងប្អូនយើងទិញចូលរួមឧបត្ថម្ភទៅបងកងទ័ពក៏ច្រើនដែរហើយឃើញបងកងទ័ពយើងឮសូរពេលគេថាកាហ្វេងងคล้ายគាត់ភ័យដែរអញ្ចឹងហើយបាទខ្ញុំចេញវីដេអូនេះដើម្បីប្រយោជន៍ដល់បងដែលគាត់ប្រើប្រាស់កាហ្វេងងបងប្អូនតាមដានវីដេអូហ្នឹងទៅមើលកញ្ចប់បងប្អូនដែលនៅក្នុងដៃមើលស្តៀងដូចកញ្ចប់ដែលខ្ញុំនិយាយកញ្ចប់ស៊ីននៅក្នុងប្រទេសគេអត់មើលភិនភាគរូបរាងមើលបងប្អូនអញ្ចឹងហើយបើសិនជាគ្រប់លក្ខណៈដូចគេបងប្អូនបន្តហូបទៅអត់អីទេបើនិយាយពីរឿងកាហ្វេងងคล้ายខ្ញុំគិតថាទៅអត់រួចទេដោយសាររោងចក្រគេធំណាស់ប៉ុន្តែខ្លាចតែមានអ្នកជន់លួចបន្លំមកវ៉ាន់កូពីអីចឹងណាអញ្ចឹងដើម្បីឲ្យបងប្អូននេះបងប្អូនគួរតែចេះមើលបាទខ្ញុំថតកញ្ចប់ស៊ីននៅប្រទេសគេនេះកញ្ចប់កាហ្វេងងគឺចេញមកលក្ខណៈរបៀបម៉េចចឹងបងប្អូនចាំមើលនៅតាមវីដេអូហ្នឹងហើយនឹងរូបរាងខ្ញុំតម្លាក់នៅខាងក្រោម comment អញ្ចឹងបងប្អូនចូលមើលហើយវិភាគខ្លួនឯងសម្រាប់ចិត្តខ្លួនឯងពោះវីដេអូបងប្អូនថ្ងៃនេះបើសិនជានិយាយទៅមិនពេញចិត្តត្រង់ណាក៏សូមអភ័យទោសដោយសារតែថ្ងៃនេះនិយាយទៅដូចជាអត់សូវស៊ីចង្វាក់បញ្ចូលសម្លេងសោះដោយសារតែទូរស័ព្ទខូចហ្នឹងហើយបញ្ចូលសម្លេងបានពាក់កណ្ដាលគឺឲ្យលុតតែម្ដងខូចរហូតថ្ងៃហ្នឹងប៉ុន្តែតស៊ូធ្វើវីដេអូនេះដើម្បីចែករំលែកដល់បងប្អូនទាំងអស់គ្នា